ពិធីបដិសនាផនជនជាតិជប៉ុនបងប្អូនសាបសំណាផនជនជាតិជប៉ុនបែបគ្រួសារខ្ញុំបងប្អូនឲ្យឃើញហើយនៅដើមវីដេអូឃើញគេត្រាំកតេលហ្នឹងតិចទៀតដឹងហើយបងប្អូនថាគេយកទៅធ្វើអីកតេលនេះគឺជារបស់សំខាន់មួយដែរក្នុងការបដិសនាហើយសំខាន់មួយទៀតហ្នឹងគឺយើងត្រូវមានគ្រាប់ពូជល្អបងប្អូនហើយដោយគ្រួសារខ្ញុំអីគឺដូរគ្រាប់ពូជរាល់ឆ្នាំអត់ដែរយកគ្រាប់ស្រូវដែលយើងច្រូតពីឆ្នាំមុនយកមកធ្វើនៅឆ្នាំថ្មីទេបងប្អូននិយាយទៅគ្រាប់ពូជស្រូវខាងខ្ញុំគឺដូររាល់ឆ្នាំគឺទិញថ្មីរាល់ឆ្នាំហ្មងបងប្អូនហើយនៅជប៉ុនគេមានដាំសម្រាប់គ្រាប់ពូជប្រភេទស្រូវដែលគេដាំយកតាមមកធ្វើសម្រាប់គ្រាប់ពូជបងប្អូនគេអត់យកទៅហូបហើយគ្រាប់ពូជស្រូវនឹងដែរមុននឹងយកមកបដិសនាយើងត្រូវយកត្រាំទឹក3ថ្ងៃសិនបងប្អូនត្រាំ1ថ្ងៃលើក1ថ្ងៃត្រាំ1ថ្ងៃលើក1ថ្ងៃអញ្ចឹងណាឥឡូវទៅរៀបចំគ្រាប់ពូជគ្រាប់អីបងប្អូនកន្លែងទៅមើលកូនពៅខ្ញុំគេទៅអង្គុយមើលមេអំបៅហោះនៅកន្លែងផ្កានេះធ្វើមិនដឹងបងប្អូនហើយនិយាយថាឆ្ងល់សពគ្រប់បែបយ៉ាងហើយរកដេញចាប់មេអំបៅទៀតណាខ្លួនតូចប៉ុណ្ណឹងណាបានកូនពៅនេះមួយអត់សូវចេះខ្លាចសត្វល្អិតសត្វអីអត់ចេះខ្លាចអានឹងមិនសមជាកូនអ្នកស្រែមែនឃើញសត្វអីល្មមដេញចាប់កត្រុបពេញនឹងបងប្អូនអើយពេលខ្លះចង់គ្រាន់បើជាងខ្ញុំទៀតបងប្អូនគាត់អត់សូវចេះខ្លាចចឹងទៅស្រួលដែរឥឡូវមកមើលការសាបសំណាបផនខ្ញុំបន្តទៀតបងប្អូនហើយដីនេះគឺជាដីដែលយើងដាក់នៅក្នុងត្រេស្រាប់បងប្អូនហើយប្រភេទដីដែលគេយកបដិសនាគឺគេយកដីក្របបែបហ្នឹងបងប្អូនហើយសូម្បីតែដីហ្នឹងក៏យើងត្រូវទិញគេដែរបងប្អូនណាដីក្របបែបហ្នឹងយើងអត់អាចធ្វើបានខ្លួនឯងទេខ្ញុំឃើញនៅម្ដុំខ្ញុំនេះភាគច្រើនគាត់បដិសនាដោយគ្រួសារខ្ញុំដែរបងប្អូនដាក់នៅក្នុងត្រេបែបហ្នឹងហើយប្រើដីប្រើអីហ្នឹងដូចគ្នាប៉ុន្តែកសិករម្នាក់គេមានតិចនិចរៀងខ្លួនបងប្អូនអញ្ចឹងហើយតិចនិចក្នុងការធ្វើស្រែគេមានតិចនិចរៀងថាខុសគ្នាអីតិចតួចអញ្ចឹងណាបងប្អូនឆ្នាំនេះគ្រួសារខ្ញុំត្រៀមដាំស្រូវរៀងច្រើនដែរបងប្អូនអញ្ចឹងហើយចំនួនហ្នឹងក៏វារៀងច្រើនទៅតាមនឹងដែរហើយបងប្អូនឃើញអាក្នុងត្រេហ្នឹងសិតតែដីទាំងអស់មុនពេលដែលយើងសាបសំណាបហ្នឹងតោះតែយើងត្រៀមដីដាក់នៅក្នុងត្រេហ្នឹងឲ្យហើយបងប្អូនថាអញ្ចឹងទេធ្វើអត់តាន់ទេឥឡូវពងតែរៀបចំយកត្រេហ្នឹងយកចេញមកក្រៅអញ្ចឹងណាដើម្បីដាក់ចូលនៅក្នុងម៉ាស៊ីនហើយតិចទៀតបងប្អូននឹងបានឃើញពេលដែលដំណើរការទៅមុខបែបណាអីចឹងខ្ញុំនឹងដាក់នៅក្នុងនឹងលំអិតតែម្ដងបងប្អូនឥឡូវហ្នឹងលើកត្រេដែលថាដាក់នៅខាងក្រោយហ្នឹងឲ្យវាមកជិតម៉ាស៊ីនសិនណាបងប្អូនពេលណាដែលយើងដាក់ចូលម៉ាស៊ីនទៅវាលឿនអញ្ចឹងណាក្នុងមួយចុងហ្នឹងវាមាន20ត្រេបងប្អូនហើយនេះម៉ាស៊ីនសាបសំណាបផនគ្រួសារខ្ញុំបងប្អូនឃើញស្ទូចហ្នឹងអាហ្នឹងស្ទូចដីបើយើងអត់ដាក់ដីបែបហ្នឹងទេគឺយើងត្រូវថែមដីរហូតរៀងថាពិបាកអញ្ចឹងណាបងប្អូននៅក្នុងម៉ាស៊ីនសាបសំណាបហ្នឹងយើងមានកន្លែង3ធំបងប្អូនកន្លែងទី1ហ្នឹងដាក់ថ្នាំហ្នឹងដាក់ថ្នាំដើម្បីការពារជំងឺផនសំណាបផនស្រូវហ្នឹងបងប្អូននិយាយទៅបើសិនជាយើងអត់បានដាក់ថ្នាំទេខ្លាចវាកើតជំងឺកើតអីអញ្ចឹងណាសូម្បីតែសំណាបហ្នឹងក៏មានជំងឺវាដែរនិយាយទៅបើសិនជាវាមានជំងឺឆ្លងជំងឺឬក៏សត្វស៊ីសត្វអីអញ្ចឹងទៅវាដុះមកអត់ល្អអញ្ចឹងណាបងប្អូនហើយកន្លែងទី2ហ្នឹងកន្លែងយើងដាក់គ្រាប់ពូជស្រូវយើងហ្នឹងបងប្អូនហើយមួយទៀតគឺយើងដាក់ដីហើយអាចភ្លេចបានហ្នឹងគឺប្រព័ន្ធទឹកបងប្អូនយើងតស៊ីយ៉ូទឹកដាក់ដែរហើយនេះខ្ញុំបង្ហាញបងប្អូនឲ្យចិត្តពីដីដែលគេយកទៅបដិសនាគឺដីគ្រាប់ខ្មៅបែបហ្នឹងបងប្អូនហើយនេះម៉ាស៊ីនរាល់ឆ្នាំខ្ញុំតែងតែបង្ហាញបងប្អូនពីការបដិសនាដែរហើយនៅក្នុងវីដេអូចាស់ខ្ញុំក៏មានបងប្អូនគាត់ចូលខមមិនដែរថាគាត់បានចាប់ផ្ដើមធ្វើបែបហ្នឹងដែរអញ្ចឹងណាបងប្អូននៅខ្មែរយើងហើយបងប្អូននេះគឺជាថ្នាំដែលថាការពារសំណាបយើងកុំឲ្យវាមានជំងឺអីរូបរាងវាបែបហ្នឹងបងប្អូនគ្រាប់រៀងវែងដូចប៊ីចេងអញ្ចឹងណាពណ៌រៀងប្រផេះពេលដែលយើងសាបសំណាបគឺអត់អាចភ្លេចបានដែរជាមួយនឹងថ្នាំហ្នឹងព្រោះវាការពារសំណាបយើងអញ្ចឹងណាកុំឲ្យសំណាបយើងមានជំងឺមានអីអញ្ចឹងទៅមានសត្វមានអីអញ្ចឹងបើអត់ដាក់ថ្នាំហ្នឹងទេសំណាបដុះមកវាអត់ល្អអញ្ចឹងណាបងប្អូនឥឡូវបងប្អូនមកមើលការបដិសនាផនជនជាតិជប៉ុនបែបគ្រួសារខ្ញុំទាំងអស់គ្នាតបងគឺយើងដាក់ដីឲ្យវារត់ចូលនៅក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងណាបងប្អូននៅក្នុងត្រេហ្នឹងមានតែដីទេបងប្អូនមានតែដីអត់មានអីណាប៉ុន្តែពេលដែលយើងដាក់ចូលម៉ាស៊ីនទៅតបងគេហ្នឹងគឺត្រូវធ្លាក់ទឹកមកអញ្ចឹងណាបងប្អូនព្រោះដោយសារយើងភ្ជាប់មួយប្រព័ន្ធម៉ាស៊ីននេះយើងប្រើអគ្គិសនីបងប្អូនយើងដោតខ្សែភ្លើងប្រើបានហើយតបងហ្នឹងគឺយើងដាក់ទឹកតាមចំនួនដែលយើងកំណត់អញ្ចឹងណាបងប្អូនពីមួយដំណាក់កាលទៅមួយដំណាក់កាលហ្នឹងគឺយើងត្រូវប្រុងប្រយ័ត្នមែនតើព្រោះពេលដែលយើងប្រើម៉ាស៊ីនចេះបើសិនជាវាerrorប្រព័ន្ធអីណាមួយទៀតវាអាចខូចផនយើងទាំងអស់អញ្ចឹងណាបងប្អូនដូចកន្លែងទឹកហ្នឹងបើសិនជាយើងកំណត់អត់បានត្រូវទេវាអាចច្រើនពេកឬក៏តិចពេកអញ្ចឹងណាបងប្អូនអញ្ចឹងហើយត្រូវមើលកន្លែងទឹកហ្នឹងដែរហើយនៅក្នុងត្រេហ្នឹងបន្ទាប់ពីដាក់ទឹកហើយគឺយើងដាក់ថ្នាំបងប្អូនថ្នាំដែលការពារជំងឺផនសំណាបយើងថ្នាំហ្នឹងគឺអត់ដាក់បានទេគ្រួសារខ្ញុំតែងតែប្រើបងប្អូនព្រោះខ្លាចពេលដែលយើងបដិសនាហើយសំណាបមានបញ្ហាមានជំងឺមានអីវាលូតលាស់អត់ល្អអញ្ចឹងណាហើយសូម្បីតែថ្នាំហ្នឹងក៏យើងត្រូវកំណត់បរិមាណឲ្យបានត្រឹមត្រូវដែរបងប្អូនមិនឲ្យវាចេះតែធ្លាក់មកឯណាបន្ទាប់ពីដំណាក់កាលដាក់ថ្នាំហើយបន្ទាប់ទៀតហ្នឹងគឺគ្រាប់ពូជបងប្អូនសូម្បីតែគ្រាប់ពូជហ្នឹងក៏យើងត្រូវមើលឲ្យលម្អិតដិតដល់ដែរព្រោះខ្លាចវាធ្លាក់គ្រាប់ពូជមកតិចពេកឬក៏ច្រើនពេកអីចឹងណាពេលខ្លះអាចកៀងកន្លែងគ្រាប់ពូជហ្នឹងដែរវាអត់សូវធ្លាក់អញ្ចឹងណាបងប្អូនព្រោះដោយសារយើងដាក់ត្រាំទឹកបើសិនជាគ្រាប់ពូជយើងអត់សូវស្ងួតល្អទេវាអាចនឹងជាប់នៅក្នុងម៉ាស៊ីនអញ្ចឹងណាអញ្ចឹងត្រូវមើលដែរហើយបន្ទាប់ពីបានដាក់ដីដាក់ថ្នាំដាក់គ្រាប់ពូជចូលហើយចុងក្រោយគេគឺមានដីសម្រាប់ក្រោបនៅលើគ្រាប់ពូជយើងហ្នឹងបងប្អូននេះបងប្អូនដូចនៅក្នុងវីដេអូដែលខ្ញុំកំពុងតែបង្ហាញបងប្អូនអញ្ចឹងចុងក្រោយគេគឺដីហ្នឹងដាក់ដើម្បី
ក្របដាក់ក្របពីលើក្របពូជអញ្ចឹងដើម្បីឲ្យក្របពូជដុះមកបានល្អអញ្ចឹងណាបងប្អូននិយាយទៅវីដេអូនេះប្រាប់បងប្អូនអត់លាក់ហ្មងតិចនិចធ្វើបែបណាហ្នឹងប្រាប់ខ្ទេចខ្ទីអស់ហើយអញ្ចឹងបងប្អូនឆ្លាញ់ចូលចិត្តបងប្អូនជួយ share ម្នាក់មួយផងបន្ទាប់ពីធ្វើការបានមកសតូទៅរៀងថាស្ងួតកបងប្អូនអញ្ចឹងហើយទៅធ្វើទឹកត្រជាក់ជូនអ្នកផ្ទះម្នាក់មួយកែវហើយអ្នកដែលហត់នៅជាងគេហ្នឹងគឺកូនអញ្ចឹងហើយគេស្ទុះមកយកមុនគេមុនឯងបន្ទាប់ពីជូនមកដែរពុកក្មេកម្នាក់មួយកែវហើយអ្នកដែលមិនអាចបំភ្លេចបាននោះគឺវីរៈបរិះផាន់ខ្ញុំមួយហត់ណាបងប្អូនហើយគាត់ក្រោកតាំងពីព្រឹករៀបចំកន្លែងរៀបចំអីដាក់ម៉ាស៊ីនចេញក្រៅអីចឹងបងប្អូនមើលតែស្រោមដៃទៅក៏ដឹងដែរតែនេះយើងហូបមានសយោមានអីចឹងណាអញ្ចឹងកុំប្រកែប្រកាន់អីធ្វើការហត់មិនក៏អត់ហត់ដែរឲ្យតែបានប្រពន្ធនៅក្បែរនៅញ៉េះញ៉ាស់អីចឹងណាអត់ហត់ទេពេលខ្លះយើងត្រូវចេះតិចនិចដែរបងប្អូនតែក៏ប៉ិតយើងមិនសូវបានជួយការងារអីធំដុំទេតែគ្រាន់ថាទឹកក្តៅទឹកត្រជាក់ឬក៏ការមើលថែអីតិចតួចហ្នឹងយើងត្រូវតែប្រតិបត្តិណាមើលតែពួកគាត់ធ្វើការរៀងយូរអីចឹងទៅយើងមានទឹកត្រជាក់មួយកែវកាហ្វេក៏បានទឹកក្រូចក៏បានអីចឹងណាហូបហើយធ្វើការបន្តទៀតទៅឥឡូវមកដល់វគ្គចុងក្រោយបងប្អូនវគ្គដែលយើងយកកាតេលដែលយើងត្រាំទឹកមុនហ្នឹងយកមកក្រាលនៅខាងក្រោមកន្លែងលើដីចឹងបងប្អូនហើយកតេលហ្នឹងត្រូវតែជាកតេលសើមបងប្អូនឲ្យវាមានជាតិទឹកយកវាទៅក្រាលលើដីនៅខាងក្រោមបែបហ្នឹងហើយបានយើងយកស្នាបដែលយើងបានបណ្ដោះហើយហ្នឹងយកមកដាក់ពីលើហ្នឹងបងប្អូនស្នាបហ្នឹងមកយើងលើកមួយរៀងធ្ងន់ដែរបងប្អូនម៉ាត្រេហ្នឹងនិយាយទៅជិត3គីឡូដែរអញ្ចឹងហើយតើតប្រើម៉ាស៊ីនជួយខ្លះដល់វគ្គត្រូវប្រើកម្លាំងទៀតដែរបងប្អូនជូនពីលើម៉ាស៊ីនហ្នឹងយកមកតម្រៀបនៅលើកតេលហ្នឹងទាំងអស់បងប្អូនហើយម៉ាត្រេហ្នឹងធ្ងន់ម៉ាត្រេហ្នឹងវាចូល3គីឡូជាងដែរបងប្អូនអញ្ចឹងធ្ងន់ណាស់ហើយបន្ទាប់ពីយើងបានលើកដាក់លើកតេលហ្នឹងហើយយើងយកកតេលមួយទៀតយកមកក្រោបនៅពីលើវិញបងប្អូនហើយបន្ទាប់មកគឺចាប់ដើមស្រោចទឹកហើយគ្រូសាម្ដាយពុកក្មេងខ្ញុំតែងតែធ្វើវិធីបែបនេះក្នុងការបដោះស្នាបតែខ្ញុំអត់ដឹងថាជនជាតិជប៉ុនផ្សេងគាត់ធ្វើបែបនេះដែរឬក៏អត់ទេព្រោះដូចតែខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺសូម្បីតែជនជាតិជប៉ុនក្នុងការធ្វើស្រែអីហ្នឹងក៏គេមានតិចនិចផ្សេងគ្នាដែរបន្ទាប់ពីយើងយកកតេលយកដាក់ក្រោបវាហើយស្រោចទឹកអីហើយចុងក្រោយគេហ្នឹងគឺយើងត្រូវរុំវាបងប្អូនរុំវាឲ្យហប់ឲ្យណែនហ្មងអត់ឲ្យវាត្រូវពលឺថ្ងៃទេបងប្អូនយកកស៊ូតង់ហ្នឹងយកមកក្រោបវាហើយយើងរុំខ្សែរុំអីចឹងណាបងប្អូនកុំឲ្យពេលវាមានភ្លៀងឬក៏វាមានខ្យល់មានអីវាប៉ើងទៅចឹងណារុំវាទុកចោលប្រហែល1ថ្ងៃកន្លះបងប្អូនបានយើងអាចបើកវាមើលបានហើយពេលដែលបាន1ថ្ងៃកន្លះហើយគឺវាចាប់ដើមដុះហើយបងប្អូនសំណាបយើងចាប់ដើមដុះមកប្រឡូកសហើយពេលដែលវាដុះមកហើយហ្នឹងក៏អត់ទាន់អាចស្ទុំបានដែរបងប្អូនគេយកទៅទុកមកកន្លែងទៀតចឹងណាវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនបន្ត